តម្លៃ 20,000 ជាង ហេតុអីត្រូវជ្រើសរើសយក Aeon i60 នេះជា GAC Aeon i60 ដែលមកជាមួយនឹងជម្រើស2គឺជាជម្រើសអគ្គិសនីសុទ្ធនិងជាជម្រើស REEV នឹងចូលដល់ option ខ្ញុំសូមបញ្យល់បន្តិចអំពីអ្វីទៅជា REEV Range Extension Electric Vehicle វាបើកបរដោយប្រើប្រាស់ថាមពលអគ្គិសនីនិងម៉ូទ័រសុទ្ធ 100% ចំពោះម៉ាស៊ីនដែលភ្ជាប់មកជាមួយវាមានតួនាទីមួយគត់គឺធ្វើជាដុំភ្លើង generator ដើម្បីសាកបញ្ចូលថាមពលនៅក្នុងអាគុយពេលដែលអស់ភ្លើងឥឡូវនេះយើងមកមើលជម្រើសម៉ាស៊ីននិងទំហំអាគុយរបស់រថយន្ត Aeon i60 នេះវិញម្ដងប្រភេទ REEV ដែលបានរៀបរាប់ខាងលើមកជាមួយនឹងទំហំអាគុយ 29.164 kW ម៉ោងការបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 210 km និងការប្រើប្រាស់តាំងមួយពេញនៅអគ្គិសនីមួយពេញបានរហូតដល់ 1240 km រីឯប្រភេទអគ្គិសនីសុទ្ធមកជាមួយនឹងជម្រើស2គឺជម្រើស 530 km និងជម្រើស 650 km ចំពោះស្ពេច 650 km វាមានទំហំអាគុយ 75.2 kW ម៉ោងនិងមានកម្លាំងម៉ូទ័រ 165 kW អាចបង្កើនល្បឿនអតិបរមារហូតដល់ 160 km ក្នុង1ម៉ោងចំពោះស្ពេច 530 km គឺមានទំហំអាគុយ 62.2 kW ម៉ោងនិងមានកម្លាំងម៉ូទ័រ 150 kW Aeon i60 អាចសាកថ្ម fast charge ពី 30% ទៅ 80% ក្នុងរយៈពេលពី 15 នាទីទៅ 20 នាទីតែប៉ុណ្ណោះ Aeon i60 មានរូបរាងជា SUV ដែលមានប្រវែង 4,685 មីលីម៉ែត្រ ទទឹង 1,854 មីលីម៉ែត្រ កម្ពស់ 1,660 មីលីម៉ែត្រ និងមានគម្លាតពីកង់មុខទៅកង់ក្រោយប្រវែង 2,775 មីលីម៉ែត្រជាប់មកជាមួយនឹងទំហំយ៉ាន 19 អ៊ីងចំពោះផ្នែកខាងក្នុងវាបានភ្ជាប់មកជាមួយនឹងពុកស្បែកកៅអី Masa កៅអីត្រជាក់ភ្លើងឌិនឬហៅថា ambient light ដែលអាចផ្លាស់ប្ដូរបានរហូតដល់ 32 ពណ៌ជាប់មកជាមួយនឹងអេក្រង់កម្សាន្ត 14.6 អ៊ីងកាមេរ៉ា 540 ដឺក្រេមាន wireless charge រហូតដល់ 50 វ៉ាត់បូលបើកនិងកៅអីអេឡិចត្រូនិកផងដែររីឯតាក់ទងជាមួយនឹងប្រព័ន្ធជំនួយការបើកបរនិងប្រព័ន្ធសុវត្ថិភាពគឺយើងមានមកជាមួយនឹងប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់ប្រព័ន្ធជំនួយរក្សាកន្លងផ្លូវឬក៏ហៅថា lane keeping assist adaptive cruise control ប្រព័ន្ធគ្រប់គ្រងលំនឹងអេឡិចត្រូនិកឬហៅថា electronic stability control automatic emergency brake ជារួមមករថយន្ត Aeon i60 ទាំងតម្លៃទាំង option និងរូបរាងវាពិតជាស័ក្តិសមសម្រាប់គ្រួសារបែបយុវវ័យសម័យថ្មីនេះបន្ទាប់ពីមើលវីដេអូនេះហើយតើប្រិយមិត្តគិតយ៉ាងម៉េចដែរចំពោះរថយន្តនេះសូមកុំភ្លេច comment នៅខាងក្រោម